តើលោកអ្នកធ្លាប់ស្រមៃចង់រស់នៅប្រទេសមួយដែលមានព្រៃឈើគ្របដណ្ដប់ពាសពេញផ្ទៃដីហើយខ្យល់អាកាសបរិសុទ្ធបំផុតនៅអឺរ៉ុបដែរឬទេស្វាគមន៍មកកាន់សាធារណរដ្ឋឡាត្វាក្របពេជ្រដ៏អាត់កំបាំងនៃតំបន់បាល់ទិកស្ថិតនៅខាងជើងនៃអឺរ៉ុបជាប់នឹងឆ្នេរសមុទ្របាល់ទិកឡាត្វាគឺជាបេះដូងនៃរដ្ឋបាល់ទិកទាំង3ដោយមានព្រំប្រទល់ជាប់នឹងអេស្តូនី លីទុយអានី រុស្ស៊ីនិងបេឡារុសទីតាំងនេះមិនត្រឹមតែស្រស់ស្អាតទេតែវាជាចំណុចយុទ្ធសាស្ត្រដ៏សំខាន់ក្នុងនាមជាសមាជិកពេញសិទ្ធិនៃសហភាពអឺរ៉ុបអង្គការ NATO ឡាត្វាគឺជាប្រទេសដ៏មានសុវត្ថិភាពនិងភ្ជាប់ពាណិជ្ជកម្មរវាងបស្ចិមប្រទេសនិងប៉ែកខាងកើតឡាត្វាមានសេដ្ឋកិច្ចបើកចំហនិងរីកចម្រើនយ៉ាងខ្លាំងត្រូវបានគេស្គាល់ថាជាមជ្ឈមណ្ឌលដឹកជញ្ជូននិង Logistics ប្រទេសនេះក៏ជាអ្នកនាំមុខគេលើវិស័យបច្ចេកវិទ្យាព័ត៌មាន IT និងជាពិសេសគឺឧស្សាហកម្មឈើដែលប្រៀបបាននឹងមាសបៃតងរបស់ជាតិគុណភាពអ៊ីនធឺណិតនៅទីនោះស្ថិតនៅក្នុងលំដាប់ល្បឿនលឿនបំផុតក្នុងពិភពលោកដែលធ្វើឲ្យវាក្លាយទៅជាឋានសួគ៌សម្រាប់អ្នករកស៊ីនិង Digital Nomad ឡាត្វាមានប្រជាជនត្រឹមតែប្រហែល 1.9 លាននាក់ប៉ុណ្ណោះលើផ្ទៃដីប្រមាណជាង 64,000 គីឡូម៉ែត្រការ៉េនេះមានន័យថាអ្នកមានលំហរស់នៅធំទូលាយនិងមិនមានការកកស្ទះជាង 50% នៃផ្ទៃដីគឺជាព្រៃឈើនិងអូសៀនជាតិជីវិតនៅទីនេះមានភាពស្ងប់ស្ងាត់ដោយលាយឡំរវាងភាពស៊ីវិល័យនៃរដ្ឋធានីរីហ្កានិងល្បីល្បាញដោយស្ថាបត្យកម្ម Art Nouveau ដ៏ល្អឯកនិងភាពស្រស់បំព្រងនៃជនបទជនជាតិឡាត្វាស្រឡាញ់ធម្មជាតិនិងតន្ត្រីពួកយើងបានត្រូវគេហៅថាជាតិសាសន៍ដែលចូលចិត្តច្រៀងហើយបាននិយាយពីម្ហូបអ្នកមិនអាចរំលងបាននំប៉័ងខ្មៅ Hybrid បានទេដែលជាអាហារដ៏ពិសិដ្ឋប្រចាំជាតិអាហារនៅទីនេះមានរសជាតិបែបសរីរាង្គ Organic ដោយផ្ដោតលើផលិតផលពីកសិដ្ឋាននិងត្រីសមុទ្រស្រស់ៗភាពសាមញ្ញតែផ្ដល់នូវសុខភាពល្អគឺជាអាថ៌កំបាំងនៃការរស់នៅទីនោះឡាត្វាមិនមែនគ្រាន់តែជាប្រទេសទេវាគឺជាកន្លែងដែលធម្មជាតិនិងភាពទំនើបរួមរស់ជាមួយគ្នាដោយសុខដុមមិនថាអ្នកចង់ស្វែងរកឱកាសវិនិយោគឬទីកន្លែងសម្រាប់សោធននិវត្តន៍ដ៏ស្ងប់ស្ងាត់នៅអឺរ៉ុបឡាត្វាគឺជាជម្រើសដ៏ល្អឥតខ្ចោះតើលោកអ្នកធ្លាប់ចាប់អារម្មណ៍ក្នុងការរស់នៅឬវិនិយោគនៅអឺរ៉ុបតាមរយៈប្រទេសឡាត្វាដែរឬទេសូមប្រឹក្សាជាមួយក្រុមហ៊ុនកលុកវីសាដើម្បីទទួលបានព័ត៌មានលម្អិត